សញ្ញាគួរឲ្យសង្ស័យទាំង10នៃជំងឺមហារីកដែលអ្នកមិនគួរមើលរំលងជំងឺមហារីកភាគច្រើនចេញដោយស្ងៀមស្ងាត់និងមានរោគសញ្ញាដែលមើលទៅឃើញដូចធម្មតាប៉ុន្តែការដឹងទុកជាមុនអាចជួយឲ្យមានការធ្វើតេស្តឬព្យាបាលបានឆាប់រហ័សនិងសង្គ្រោះជីវិតបានខាងក្រោមនេះជារឿងដែលអ្នកគួរប្រុងប្រយ័ត្ន 1. ស្រកទម្ងន់ដោយគ្មានមូលហេតុច្បាស់លាស់បើអ្នកកំពុងស្រកទម្ងន់លឿនអាចស្រកដល់5គីឡូទោះបីមិនបានព្យាយាមសម្រកក៏ដោយអាចជាសញ្ញាជំងឺមហារីកដូចជាមហារីកពោះវៀនសួតឬក្រពះ 2. នឿយហត់ជាប្រចាំអារម្មណ៍នឿយហត់គ្រប់ពេលវេលាបើទោះបីអ្នកបានសម្រាកគ្រប់គ្រាន់ក៏ដោយអាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាមមហារីកពោះវៀនធំឬមហារីកក្រពះភាពអស់កម្លាំងជាប់លាប់ដែលរំខានដល់ជីវិតប្រចាំថ្ងៃគួរតែត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិត 3. ឈឺខ្លួនយូរឬជាប្រចាំការឈឺចាប់រ៉ាំរ៉ៃដែលមិនបាត់ឬកាន់តែអាក្រក់ទៅអាចជាសញ្ញានៃជំងឺមហារីកជាឧទាហរណ៍ការឈឺក្បាលអាចទាក់ទងនឹងជំងឺមហារីកខួរក្បាលហើយការឈឺខ្នងអាចទាក់ទងនឹងមហារីកពោះវៀនធំរន្ធគូតឬមហារីកអូវែ 4. បម្រែបម្រួលស្បែកឬប្រជ្រុយថ្មីឬការផ្លាស់ប្ដូរទៅជាប្រជ្រុយដែលមានស្រាប់រាងពណ៌ទំហំឬហូរឈាមអាចជាសញ្ញានៃមហារីកស្បែកការប្រែប្រួលស្បែកមិនធម្មតាណាមួយគួរតែត្រូវបានវាយតម្លៃភ្លាមៗ 5. មានដុំពុកឬហើមដុំពុកនៅក្រោមស្បែកជាពិសេសនៅសដន់ក្លៀកក្រលៀនឬពងស្វាសមិនគួរត្រូវបានមើលរំលងឡើយវាអាចជាសញ្ញានៃជំងឺមហារីកឬការឆ្លងមេរោគប៉ុន្តែមានតែការពិនិត្យសុខភាពប៉ុណ្ណោះដែលអាចបញ្ជាក់បាន 5. មានការហូរឈាមដែលមិនប្រក្រតីការហូរឈាមក្នុងចន្លោះពេលមករដូវឈាមក្នុងទឹកនោមឬលាមកឬការក្អកមានឈាមសុទ្ធតែជាសញ្ញាព្រមាននៃជំងឺមហារីកបើមានសញ្ញាទាំងនេះសូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ 7. ក្អកជាប្រចាំឬសំឡេងមានការផ្លាស់ប្ដូរការក្អកដែលមានរយៈពេលលើសពី3សប្តាហ៍ឬការផ្លាស់ប្ដូរសំឡេងរបស់អ្នកអាចជារោគសញ្ញានៃជំងឺមហារីកសួតឬមហារីកបំពង់កជាពិសេសប្រសិនបើអ្នកជាអ្នកជក់បារី 8. ពិបាកលេបពេលញ៉ាំអាហារបញ្ហាក្នុងការលេបអាហារឬវត្ថុរាវអាចជារោគសញ្ញានៃជំងឺមហារីកបំពង់អាហារឬបំពង់កវាក៏អាចមានអារម្មណ៍ថាដូចជាអាហារខ្ជាប់គាំងក៏ក្នុងបំពង់កអញ្ចឹងដែរ 9. ការផ្លាស់ប្ដូរទម្លាប់របស់ពោះវៀនឬផ្លកនំរាគឬទល់លាមកញឹកញាប់មានឈាមក្នុងលាមកអាចចង្អុលទៅមហារីកពោះវៀនធំស្រដៀងគ្នានេះដែរការផ្លាស់ប្ដូរការនំអាចបង្ហាញពីមហារីកផ្លកនំឬក្រពេញប្រូស្តាត 10. ដំបៅរ៉ាំរ៉ៃឬរបួសដែលមិនជាសះស្បើយឈឺក្នុងមាត់ស្បែកឬតំបន់ប្រដាប់ភេទដែលមិនជាសះស្បើយអាចជាសញ្ញានៃជំងឺមហារីកដំបៅដែលមិនងាយជាឬដំបៅមាត់ជាពិសេសចំពោះអ្នកជក់បារីឬអ្នកផឹកគួរតែត្រូវបានពិនិត្យគម្រោងចាំសូមទៅពិនិត្យឲ្យបានរហ័សបើអ្នកឬមនុស្សជាទីស្រឡាញ់មានរោគសញ្ញាណាមួយខាងលើរាងកាយលើសពី2សប្តាហ៍ការរកឃើញមុនអាចជួយសង្គ្រោះជីវិតរបស់អ្នកនិងក្រុមគ្រួសាររបស់អ្នកបាន